ថ្ងៃនេះខ្ញុំនឹងនាំពុកម៉ែបងប្អូនទាំងគ្នាទៅស្គាល់ចំការ strawberry មួយកន្លែងនៅលើកំពូលភ្នំបូកគោចង់ដឹងថាចំការ strawberry នេះស្អាតប៉ុណ្ណាឆ្ងាញ់ប៉ុណ្ណាសូមធ្វើដំណើរទៅជាមួយខ្ញុំបាទឆៃទាំងអស់គ្នាធ្វើដំណើរដំបូងយើងគយគុណទៅសួតឡើងស្អាតក៏ប៉ុន្តែមួយស្របក់ក្រោយមកនៅពេលដែលខ្ញុំកំពុងធ្វើដំណើរគឺមេឃភ្លៀងហើយក៏ពាក់អាវភ្លៀងលើកទូរស័ព្ទបណ្ដាថតបណ្ដាដើម្បីបដិយកទេសភាពស្អាតជូនពុកម៉ែបងប្អូនទាំងគ្នាទេសនាឥឡូវនេះខ្ញុំក៏បានមកដល់ចំការ strawberry ហើយនេះគឺជាចំការ strawberry នៅលើកំពូលភ្នំបូកគោចំការ strawberry ផងដែរគឺគេមានម៉ោងបិទនិងម៉ោងបើកហើយនេះគឺជាបណ្ដាដែលគេបើកគឺម៉ោង8ព្រឹកដល់ម៉ោង11និងបិទនៅម៉ោង4ល្ងាចហើយឥឡូវសូមពុកម៉ែបងប្អូនអ្នកគ្នាចូលមកមើលនៅទិដ្ឋភាពទាំងមូលនៅក្នុងចំការ strawberry នេះចំការ strawberry នេះគឺដាំតាមបច្ចេកទេសនិងការអភិវឌ្ឍរបស់ជនជាតិកូរ៉េដែលគាត់បានមកវីដេអូក្នុងការដាំដុះ strawberry នៅលើកំពូលភ្នំបូកគោហើយដោយសារតែចំការ strawberry ថ្ងៃនេះគេអត់ឲ្យយើងបេះទេខ្ញុំក៏មិនបានបេះឲ្យបងប្អូនមើលដែរគាត់នៅបានថតនិងអត់បានប៉ះហើយបើតាមសម្ដីរបស់ម្ចាស់ចំការគាត់បាននិយាយថាដោយសារតែបច្ចុប្បន្ននេះគឺមានតម្រូវការច្រើននៅក្នុងស្រុកខ្មែរចំ strawberry ក៏បានផ្គត់ផ្គង់ទៅតាមកន្លែងលក់ដូរនានាដូចជាម៉ាតដូចជាទីផ្សារច្រើនអញ្ចឹងថ្ងៃដែលខ្ញុំទៅគឺអត់សូវមានផ្លែច្រើនបានត្រឹមតែថតទេសភាពសកម្មភាពបុគ្គលិករបស់គាត់កំពុងតែកាត់ស្លឹក strawberry ខ្លះដើម្បីឲ្យ strawberry ឆាប់បានពេញផ្លែបញ្ជាក់ថា strawberry គឺផ្លែពេញមួយឆ្នាំតែម្ដងគឺប្រមូលផលបានរហូតហើយខ្ញុំក៏បានត្រឡប់មកវិញប្រកបដោយភាពសប្បាយរីករាយនិងនឹករលឹកទៅដល់ស្នេហាជាខ្លាំងអរគុណបងប្អូនអ្នកគ្នាសម្រាប់ការទស្សនាវីដេអូនេះតាំងពីដើមដល់ចប់អរគុណច្រើន